មកទៅពីដើមទៀតបងនិយាយថាបងចូលទៅកំ plau ហេតុអីបានជាកំ plau ហេតុអីបានជាមិនមែនរបស់ផ្សេងដូចជាដើមលពាក់ដូចជាអីផ្សេងអញ្ចឹងណាបងនៅពេលដែលកំ plau ដុះនៅលើពេញផ្ទៃទឹកតែម្ដងគឺយើងពិបាកក្នុងការធ្វើដំណើរពេលអញ្ចឹងមកគាត់ថាបើសិនជាមានជំនាញមួយឲ្យទៅម្ដាយរបស់គាត់អញ្ចឹងម្ដាយរបស់គាត់នឹងជាមនុស្សម្នាក់ដើម្បីអឺមើលថែទាំកូនគាត់នឹងហើយនឹងអាចបញ្ជូនកូនគាត់ទៅសាលារៀនបានបាទសួស្តីអ្នកនរគ្នាបើសិនជាអ្នកនរគ្នាជាអ្នកតាមដានយើងដំបូងនៅទីនេះពួកយើងនឹងចែករំលែកអំពីបទសម្ភាសន៍ជាមួយនឹងម្ចាស់អាជីវកម្មក៏ដូចជារឿងរ៉ាវពីក្រោយការទៅសួររបស់បុគ្គលមួយចំនួននៅក្នុងសង្គមខ្មែរខ្ញុំបាទកុសលសូមស្វាគមន៍មកកាន់កម្មវិធីជ្រុំមួយនៅប្រទេសកម្ពុជាពេលជម្រាបសួរបងចាជំរាបសួរជម្រាបសួរបងបងស្រស់អញ្ចឹងណាបងចាបាទបងជា founder ក៏ជា owner នៅក្នុងរុក្ខនេះផងដែរបងអញ្ចឹងចង់ឲ្យបងជួយណែនាំទៅថាតើអីទៅជារុក្ខហើយបងចាប់ផ្ដើមធ្វើវាតាំងពីពេលណាមកដែរបងអញ្ចឹងរុក្ខបើសិនជាយើងនិយាយពីអត្ថន័យរបស់វាវិញគឺរុក្ខជាតិមែនទេបាទបងគាត់ថាពួកយើងយកកំ plau យកមកកែច្នៃទៅជាផលិតផលផ្សេងៗដូចបានឃើញនៅខាងក្រៅអញ្ចឹងហើយសម្រាប់ពាក្យពេញរបស់សហគ្រាសសង្គមរបស់យើងឈ្មោះថារុក្ខ Women Handicraft គឺសិប្បកម្មស្ត្រីរុក្ខបាទបងហើយសម្រាប់ពួកយើងគឺជាសហគ្រាសសង្គមដែលយើងធ្វើការដូចជាបង្រៀនឲ្យស្ត្រីនៅក្នុងសហគមន៍គាត់មានជំនាញមួយគឺជំនាញតម្បាញកំ plau ហើយពួកយើងគឺមានការទិញពីពួកគាត់តែអ្វីដែលពួកយើងចង់ធ្វើជាទីបំផុតហ្នឹងគឺយើងផ្ដល់នៅជំនាញត្បាញមួយឲ្យគាត់មានជំនាញមួយដែលគាត់អាចជួយខ្លួនគាត់នៅពេលអនាគតបាទហើយតាមពិតទៅគោលបំណងដែលបងបើកដែលព្យាយាមធ្វើមិនឲ្យរុក្ខទៅមុខហ្នឹងគឺទី1បងចង់រកវិធីថាតើធ្វើមិនដើម្បីឲ្យក្មេងគាត់ទទួលបាន education ល្អជាងនេះបាទបងអញ្ចឹងដំបូងឡើយបងគាត់ថាប្រហែលជាបងផ្ទាល់ហ្នឹងបងអាចបរៀនភាសាអង់គ្លេស free ឲ្យគាត់បាទដែលសារតែភាសាអង់គ្លេសសម្រាប់បងវាគឺជាស្ពានបាទនៅពេលដែលគាត់ចេះភាសាអង់គ្លេសគឺគាត់ទទួលបានឱកាសលឿនជាងក្មេងផ្សេងទៀតដែលគាត់អត់ចេះអង់គ្លេសបាទពេលអញ្ចឹងបងគិតដល់កន្លែងហ្នឹងប៉ុន្តែវាអត់ថិតថេរបាទអញ្ចឹងតើធ្វើមិនអញ្ចឹងណាពេលអញ្ចឹងបងគិតថាបើសិនជាមានជំនាញមួយឲ្យទៅម្ដាយរបស់គាត់អញ្ចឹងម្ដាយរបស់គាត់នឹងជាមនុស្សម្នាក់ដើម្បីមើលថែទាំកូនគាត់ហ្នឹងហើយនឹងអាចបញ្ជូនកូនគាត់ទៅសាលារៀនបានបាទហើយមួយទៀតហ្នឹងគឺនៅពេលដែលម្ដាយគាត់មានជំនាញគឺគាត់អាចមានភាពឯករាជ្យដែរដូចជាបងតែងតែនិយាយថាលុយនៅតែជាអំណាចនៅតែជាសម្លេងអញ្ចឹងនៅពេលដែលគាត់អាចរកលុយខ្លួនឯងបានគឺគាត់មានសម្លេងនៅក្នុងគ្រួសាររបស់គាត់នឹងគាត់អាចធ្វើការសម្រេចចិត្តអីផ្សេងអញ្ចឹងក៏បងគិតថាអូខេប្រហែលជាត្រូវបន្តជាមួយនឹងការឲ្យជំនាញរបស់គាត់គឺធ្វើកំ plau ហ្នឹងឯងអញ្ចឹងបានពួកយើងព្យាយាមបន្តទៀតមកអញ្ចឹងនៅពេលដែលគាត់ធ្វើកំ plau បានគាត់អាចលក់អញ្ចឹងគាត់មិនត្រឹមតែធ្វើការងារនៅក្នុងផ្ទះទេដែលភាគច្រើននៃស្ត្រីដែលពួកយើងរើសហ្នឹងគឺគាត់គឺជាស្ត្រីនៃផ្ទះបាទអញ្ចឹងផុតពីការងារនៅក្នុងផ្ទះរបស់គាត់អាចធ្វើជាកាបូបមួយអញ្ចឹងទៅគាត់អាចលក់បានអញ្ចឹងគាត់រកចំណូលបន្ថែមទៀតដែលគាត់អាចជួយអភិវឌ្ឍនៅក្នុងគ្រួសាររបស់គាត់ដែរបាទបងបាទហើយបើសិននៅក្នុងករណីមេគ្រួសារយកអត់ដឹងថាមានរឿងអីកើតឡើងទេអញ្ចឹងគឺគាត់អាចមានភាពឯករាជ្យក្នុងការរកលុយនៅខ្លួនឯងហ្នឹងចាបាទបងមកទៅពីដើមទៀតបងនិយាយថាបងចូលទៅកំ plau ហេតុអីបានជាកំ plau ហេតុអីបានជាមិនមែនរបស់ផ្សេងដូចជាដើមលពាក់ដូចជាអីផ្សេងអញ្ចឹងណាបងចាបាទបងអរគុណសម្រាប់សំណួរហ្នឹងតាមពិតទៅលើកមុនបងក៏ធ្វើការនៅក្នុងសហគមន៍ហើយសម្រាប់បងពេលដែលបងឃើញថាផលិតផលកំ plau អាចកែច្នៃបានគឺបងមានចំណាប់អារម្មណ៍ខ្លាំងមែនតើហើយពេលដែលបងឈប់ពីសហគមន៍មកក៏បងនឹកឃើញថាបងចង់ជំរុញពួកគាត់ឲ្យកាន់តែធ្វើទៅព្រោះដោយសារតែកំ plau បើសិនជាយើងនិយាយទៅគឺកំ plau ក៏នៅពេលដែលកំ plau ដុះនៅលើពេញផ្ទ
តៃទឹកតែម្ដងគឺយើងពិបាកក្នុងការធ្វើដំណើរបង experience ខ្លួនឯងគឺពេលខ្លះយើងក៏យើងចង់និយាយថាយើងនៅកកស្ទះជាមួយនឹងកផ្លោកហ្នឹងណារាប់ម៉ោងនៅហ្នឹងហើយយើងទៅមកអត់រួចហើយអញ្ចឹងយើងសម័យមើលអ្នកដែលគាត់ជិះទូកអុំគឺគាត់ពិបាកមែនតើនៅពេលដែលកផ្លោកវាមកវាហូរមកពេញហ្នឹងគឺគាត់ពិបាកក្នុងការចេញពីអាប្លុកកផ្លោកហ្នឹង បាទ អញ្ចឹងហើយទី2ហ្នឹងគឺខលវិបាកមួយទៀតហ្នឹងគឺនៅពេលដែលវាដុះច្រាមពេញនៅលើផ្ទៃទឹកសត្វដែលរស់នៅក្នុងទឹកហ្នឹងគឺវាអាចមានអុកស៊ីហ្សែនគ្រប់គ្រាន់ក្នុងការរស់នៅឯអញ្ចឹងសត្វមួយចំនួនដែលជា ecosystem ហ្នឹងគឺបានផុតពូជអីចឹងទៅអញ្ចឹងសម្រាប់យើងការយកកផ្លោកយកមកកែច្នៃធ្វើជារបស់ផ្សេងៗហ្នឹងគឺវាអាចជួយទៅដល់បរិស្ថានច្រើនមែនតើហើយមួយទៀតកផ្លោកដូចអាចឃើញនៅក្នុងកាបូបមួយនេះអញ្ចឹងគឺយើងប្រើកផ្លោកសុទ្ធតែម្ដងហើយវាមានភាពមាំមែនតើដែលយើងអាចជំនួសផ្លាស្ទិកបានហើយនៅមានផលិតផលជាច្រើនទៀតដែលយើងអាចជំនួសនឹងផ្លាស្ទិកបានអញ្ចឹងមកគាត់ថាអនាគតទៅគឺវាជួយច្រើនមែនទែនទៅដល់ពិភពលោកយើងទាំងមូលមិនមែនតែនៅក្នុងខេត្តសៀមរាបតែប៉ុន្តែគឺនៅក្នុងទូទាំងប្រទេសទាំងអស់បាទគ្រាន់តែថាតើពួកយើងនឹងត្រូវរកទីផ្សារបែបម៉េចចឹងណាទៅឲ្យដល់កម្រិតមួយហ្នឹងបាទបងអញ្ចឹងពីក្រោយរុក្ខហ្នឹងតើបងមានជាសហគមន៍ណាក្នុងការផ្គត់ផ្គង់កំប្លោកមកកាន់បងទេឬក៏បងបានបង្កើតពីមកហើយក្នុងការប្រមូលផលឬក៏កែច្នៃកំប្លោកឲ្យវាស្ងួតដើម្បីយើងមានសុខភាពតម្លៃអញ្ចឹងណាបងចារាល់ថ្ងៃនេះយើងមានស្ត្រីមួយក្រុមដែលគាត់កាត់ហាលហើយយកមកលក់ឲ្យយើងអញ្ចឹងណាបាទបងចាអញ្ចឹងយើងមានសហគមន៍ដែលគាត់រស់នៅជិតបឹងកលេសាគាត់កាត់ហើយគាត់យកមកឲ្យយើងយើងមាននៅខាងណាដែរបងនៅខាងខេត្តយើងឬក៏នៅខាងខេត្តនៅក្នុងខេត្តយើងតែម្ដងចាគឺយើងតាមពិតទៅយើងយកពីខាងក្នុងក្រៅមកបាទចាយើងមានស្ត្រី2-3គ្រួសារដែលគាត់កាត់ហាលយកមកឲ្យពួកយើងបាទហើយសម្រាប់ផលិតផលរបស់យើងគឺយើងមានអ្នកមកពីសហគមន៍ដែលគាត់ធ្វើឲ្យយើងដែរដោយសារតែនៅក្នុងឆ្នាំ2018នៅពេលដែលបងគិតថាបងចាប់ផ្ដើមធ្វើវាទៅជាក្រុមហ៊ុនមួយហ្នឹងគឺយើងបានចាប់ផ្ដើមរៀនស្ត្រីមួយចំនួនដែរបាទដំបូងឡើយគឺតែ 4-5 នាក់ឯងបន្ទាប់មកនៅក្នុងឆ្នាំ2019យើងបរៀនដល់សរុបទៅជិត25នាក់ច្រើនដែរចាហើយឥឡូវនេះគឺពួកយើងនៅក្នុង process នៃការ training នេះគឺ15នាក់ទៀតបាទអញ្ចឹងអ្នកទាំងអស់ហ្នឹងគឺគាត់អត់មានជំនាញសោះតែម្ដងនៅក្នុងការធ្វើកំប្លោកហ្នឹងប៉ុន្តែឥឡូវនេះគឺពួកគាត់បានមានជំនាញថ្មីចាអញ្ចឹងក្រៅតែពីការធ្វើការជំវិញការងារផ្ទះរបស់គាត់ហ្នឹងគឺគាត់អាចរកចំណូលបានថែមទៀតចាអញ្ចឹងនៅក្នុងរុក្ខបច្ចុប្បន្នតើរបស់ដែលច្នៃចេញពីកំប្លោកមានប្រមាណប្រភេទដែរបងមានច្រើនមែនតើលើប្រហែលជា30-40មុខជាងបាទអញ្ចឹងយើងរាប់តាំងពីតំណប់កែវតំណប់ត្រូកែវយើងមានប្រអប់กระดาษជូតមាត់យើងមានជាប្រអប់ជាយើងហៅថា smoke ចាសម្រាប់ដាក់សម្ភារៈអីផ្សេងៗណាបន្ទាប់មកយើងចេញជាកញ្ច្រែងដាក់ផ្លែឈើដាក់អីចឹងទៅហើយនឹងប្រើប្រាស់ក្នុងប្រទេសហើយយើងមានជាកម្រាលដែលយើងអាចប្រើជំនួសកម្រាលព្រំបានហើយនៅក្នុងនោះយើងមានម៉ូដផ្សេងៗទៀតហើយយើងមានរហូតទៅដល់ធ្វើដូចជាកាបូបផ្សេងៗមានម៉ូដអីខុសៗគ្នាចឹងទៅហើយនឹងយើងមានដូចជាមានអំពូលភ្លើងដែរដែលយើងធ្វើអំពូលភ្លើងចាមានអំពូលភ្លើងមានសាឡុងចឹងទៅអំពូលភ្លើងជាស្រោមស្រាប់របស់អំពូលភ្លើងទៅនោះនៅក្នុងនោះបែបហ្នឹងចាពេលនេះបានអញ្ចឹងសម្រាប់ហើយយើងអាចធ្វើជាពុកអង្គុយបានទៀតយើងហៅថាអាខ្នើយសម្រាប់អង្គុយហ្នឹងអានឹងក៏យើងធ្វើដែរគាត់ថាហើយនឹងកៅអីអត់បានយកកៅអីយកមកទុកនៅនេះគាត់ថារបស់ហ្នឹងគឺពួកយើងធ្វើយូរហើយគ្នាយើងដោយសារតែដឹកទៅសហគមន៍គឺវា costing ខ្លាំងពេកអញ្ចឹងទៅពួកបងអត់ត្រូវធ្វើទេបាទបងចាបងផលិតផលរបស់បងលើកឡើងទាំងប្រមាណមុខហ្នឹងបងគិតថាតើផលិតផលណាមួយដែលទទួលបានការគ្រប់គ្រងពីភ្ញៀវច្រើនជាងគេបងភ្ញៀវច្រើនបើសិនជាសម្រាប់ខាងពួកយើងវិញ
កំរាលចាដោយសារតែនៅពួកយើងមានកំរាលមួយម៉ូតហ្នឹងដែលនៅកន្លែងផ្សេងគេអត់តន់បានធ្វើ កម្រាលហ្នឹងកម្រាលហ្មងកម្រាលតុឬក៏កម្រាលលម្អនៅលើការ៉ូឬក៏កម្រាល កំរាលល្អនៅលើ លើការ៉ូ ចាលំអនៅលើការ៉ូ អូខេ ចា បាទ វាជាលក្ខណៈដែលយើងហៅថាកន្ទេល បាទ កន្ទេលចាអញ្ចឹងយើងទទួលបានការគ្រប់គ្រងពីខាងអូតែលមួយចំនួន បាទ ដែលប៊ូទិកអូតែលហ្នឹងគឺគាត់ជួយចាក់ប្រើ បាទ ហើយនឹងឥឡូវនេះក៏បងឃើញភៀវខ្មែរច្រើនដែលគាត់ចាប់អារម្មណ៍ចង់ប្រើគាត់លើកស្ទួយផលិតផលទាំងអស់ហ្នឹងដែរអញ្ចឹងណា បាទបង កាលពីពួកយើងបើកដំបូងគឺយើងមានតែភៀវដែលរស់នៅក្នុងស្រុកខ្មែរ expat ហ្នឹងប៉ុន្តែឥឡូវនេះគឺយើងមានបងខ្មែរឃើញគាត់ស្រឡាញ់ច្រើនដែរចាគាត់កំងហើយគាត់ដាក់ប្រើនៅក្នុងផ្ទះរបស់គាត់ បាទ ចាហើយប៉ុន្តែមួយរយៈពេលបន្ទាប់ទៀតនេះគឺពួកយើងនឹងបដោតទៅលើកាបូបកផ្លោកម្ដងចាព្រោះដោយសារតែពួកយើងចង់ធ្វើឲ្យវាមានគុណភាពហើយតម្លៃវាសមរម្យដើម្បីឲ្យភ្ញៀវខ្មែរយើងគាត់ប្រើបានច្រើនជាងនឹង បច្ចុប្បន្នហ្នឹងផលិតផលបងត្រូវបាននាំចេញទៅក្រៅប្រទេសហើយនៅបង យើងមានមកចេញទៅ តែខាងណាដែរបង កាលមុនយើងមានទៅ Switzerland បាទ ចាហើយទៅ Switzerland ហើយយើងទៅជប៉ុនបានខ្លះដែរ ខាងប្រទេស ចា បាទអញ្ចឹងខ្ញុំចង់បកទៅជា5ឆ្នាំមុនបានដឹងថាបងបើកនៅឆ្នាំ2018 ចា អំឡុងពេល COVID 2020តើពេលនឹងយ៉ាងម៉េចដែរបង ពេលហ្នឹងគឺពួកយើងពិបាកដែរតាមពិតទៅតែគ្រាន់តែថាអ្វីដែលខ្ញុំចាំមកគឺពួកយើងនៅមានការងារធ្វើចាយើងនៅមានការងារធ្វើតិចខាងហ្នឹងព្រោះដោយសារតែយើងមានកំងមុនកូវីដដែលយើងធ្វើអត់តាន់រួចគ្រាន់តែថាអ្វីដែលពិបាកខ្លាំងមែនតើហ្នឹងគឺស្រាប់តែការដឹកជញ្ជូនហ្នឹងគឺវាថ្លៃខ្លាំងមែនតើ ត្រូវទេបង ពេលអញ្ចឹងភ្ញៀវរបស់យើងគាត់ក៏សម្រេចចិត្តយកអ្វីដែលកំងនឹងពីមុនមកហ្នឹងហើយដោយសារតែការដឹកជញ្ជូនវាថ្លៃពេកអញ្ចឹងពួកយើងក៏ចាប់ផ្ដើមផ្ញើតិចជាងមុនទៅដល់ក្រៅហ្នឹងចា នៅក្នុងអំឡុងឆ្នាំនៅក្នុងអំឡុងបរិបទ COVID ពាក់ព័ន្ធជាមួយនឹងការផលិតតើមានការធ្លាក់ចុះច្រើនជាងមុនពេលទេបងមុនពេល COVID ទេប្រហែល%ដែរបើសិនជាបងសិនជាអាច បើសិនជាបងនិយាយគឺប្រហែលជាលើសពាក់កណ្ដាលចា 50%ជាង ចាព្រោះដោយសារតែការពីជំនាន់ហ្នឹងគឺបងភិកច្រើនបងដឹកចេញក្រៅភ្ញៀវបងតែគាត់ទិញយកទៅលក់នៅស្រុកគាត់ប៉ុន្តែពេលហ្នឹងគឺវាក៏ស្ទះគ្រប់កន្លែងតែម្ដងដូចជាថ្លៃដឹកជញ្ជូនវាថ្លៃហើយពួកយើងអត់អាចចាំនេះទៅហើយកាលហ្នឹងវាអត់មានជើងយន្តហោះអត់មានអីទៀតអញ្ចឹងណាពេលអញ្ចឹងវាអីវ៉ាន់មកយើងក៏តែធ្វើប៉ុន្តែយើងអត់អាចដឹកចេញទៅបានទេបើតែភ្ញៀវគាត់កំងលុះត្រាចាំដល់ពេលដែលផុតកូវីដវិញបានយើងចាប់តាមផ្ញើអីវ៉ាន់ទាំងអស់ហ្នឹងឲ្យគាត់ព្រោះដោយសារតែការដឹកជញ្ជូនហ្នឹងគឺវាថ្លៃពេក បាទបងអំឡុងបរិបទ COVID បងបានថាយើងពាក់ព័ន្ធការផលិតយើងតិចចុះចង់ពាក់ព័ន្ធជាមួយនឹងសម្ភារដែលគាត់នៅពីក្រោយតើយើងមានការកាត់បន្ថយឬក៏យ៉ាងម៉េចទេបង កាលហ្នឹងពួកយើងមានគ្នា3 4នាក់ដែលគាត់ធ្វើការជាប្រចាំនៅនឹងនៅនឹងកន្លែងសិប្បកម្មយើងតែម្ដងនៅជ្រាវហ្នឹងហើយប៉ុន្តែយើងអាចបានកាត់បន្ថយទេគឺនៅតែ បាទបង ចា ចាំពាក់ព័ន្ធជាមួយនឹងប្រាក់អីរបស់គាត់មានការកាត់បន្ថយទេបង ដោយសារតែការហ្នឹងគឺវាពិបាកពេកក្នុងការគិតជាប្រាក់ខែពេលកូវីដហ្នឹងអញ្ចឹងគឺបងព្យាយាមកំងតាម piece តាមចំនួនដែលគាត់ធ្វើបានចា បាទ អញ្ចឹងបងកំងសម្រាប់ stock ខ្លះសម្រាប់ order ខ្លះដើម្បីឲ្យធ្វើមិនឲ្យយើងសោអាម៉ាតគ្នាជាមួយនឹងអ្វីដែលយើងចំណូលនឹងអញ្ចឹងណាបាទបងតែគ្រាន់ថាដូចយើងនិយាយចឹងការចំណូលហ្នឹងគឺភាគច្រើនគឺអត់មានអីធ្វើតែម្ដងអញ្ចឹងបាទប៉ុន្តែសម្រាប់ការធ្វើកផ្លោកហ្នឹងគឺពេលហ្នឹងពួកយើងនៅធ្វើ បាទបង ចាពួកយើងអត់បានបិទទេ បាទបង ចា ចឹងបងមុនពេលចូលទៅដល់បច្ចេកទេសនៃការធ្វើខ្ញុំចង់មានសំណួរខ្លះពាក់ព័ន្ធជាមួយនឹងផែនការរបស់បងខាងមុខ
តែតើបងនឹងឃើញលុខទៅជាយ៉ាងណានៅ5ឆ្នាំខាងមុខ អញ្ចឹងសម្រាប់ពេលថ្មីនេះគឺកំពុងតែពិភាក្សាថាតើបងត្រូវលក់ចេញក្រៅដោយខ្លួនឯងបានយ៉ាងម៉េច បាទ ព្រោះដោយសារតែភាគច្រើនយើងមានមិនមែនថាអត់មានភ្ញៀវដែលគាត់តាក់ទងមកទិញលក្ខណៈច្រើន PC ដូចជាពេលខ្លះគាត់ចង់មក1000 2000កាបូបអីចឹង បាទ ប៉ុន្តែតម្លៃដែលយើងបានមកហ្នឹងគឺវាទាបជាទីបំផុតដែលបងត្រូវសម្រេចចិត្តថាបងត្រូវដែលយើងហៅថា destroy employment fee ហ្នឹងណា បាទ ទៅអ្នកភូមិឬមួយក៏បងអត់យកកំងហ្នឹងតែម្ដងអញ្ចឹងសម្រាប់បងអត់អាចទៅចង់ន័យថាកាបូបគាត់ធ្លាប់ធ្វើមួយ$10ស្រាប់តែដល់ពេលយើងត្រូវយកកំងហ្នឹងដោយសារតែយើងបានកំងហ្នឹងច្រើនចំនួនច្រើនហើយគេតម្លាក់តម្លៃយើងអញ្ចឹងយើងត្រូវទៅនិយាយមកគាត់ថា$5បានអត់ចឹងណាអញ្ចឹងបងសុខចិត្តអត់ធ្វើហ្នឹងឯងតែឥឡូវនេះគឺកម្រងគឺថាធ្វើមិនដើម្បីចេញទៅលក់នៅក្រៅខ្លួនដែរចាបាទអញ្ចឹងពួកយើងនឹងមានការពួកយើងបានន័យថាបងហើយនឹងបងមានមិត្តភ័ក្តិដែលបង discuss ជាមួយនឹងគាត់អញ្ចឹងណាដោយសារតែធម្មតានៅពេលដែលយើង set up business មួយដែលទៅក្រៅគឺវានៅមាន limitation ចង់ន័យថាមានកម្រិតសម្រាប់ប្រជាជនសម្រាប់បងដែលជាជនជាតិខ្មែរអញ្ចឹងណា បាទបង ដូចជាវាមានច្បាប់ទ្របអីច្រើន បាទបាទ អញ្ចឹងវានឹង take long process ប៉ុន្តែបងសង្ឃឹមថាពួកយើងនឹងនាំចេញខ្លួនឯងបាន អូខេ អញ្ចឹងនេះ plan បាទ ហើយ ជួយបងអត់ ចាអញ្ចឹងទី1យើងនឹងព្យាយាមលក់ខ្លួនឯងនៅនោះហើយទី2យើងនឹងព្យាយាមលក់នៅក្នុងទីផ្សារនៅក្នុងស្រុកយើងព្រោះដោយសារតែយើងឃើញសន្ទុះនៃការគ្រប់គ្រងការផលិតផលការប្រើប្រាស់ផលិតផលធ្វើពីកំប្លោកហ្នឹងគឺមានច្រើនចាជាមួយនឹងភៀវខ្មែរយើង បាទបងអូខេចឹងបងខ្ញុំចាប់អារម្មណ៍របស់មួយខ្ញុំឃើញការរចនាវាស្អាតដែរបងបាទនេះជាកាបូបយកដៃនិងកាបូបគាត់កាន់ចឹងបង ចានឹងឯងកាន់ ចង់ដឹងថាក្នុងកាបូបនឹងមួយយើងត្រូវឆ្លងកាត់ process ប៉ុណ្ណាខ្លះដើម្បីបានហើយយើងត្រូវចំណាយពេលប្រហែលម៉ោងដែរយើងនិយាយពីម៉ោងការងារបងគាត់ណា ចាអញ្ចឹងបើសិនជាយើងនិយាយពីកាបូបនេះវិញគឺមុននឹងយើងយកវាមកក្រងហ្នឹងគឺពួកយើងត្រូវកាត់យើងត្រូវកាត់កំប្លោកចាយើងទៅភូមិយើងកាត់យើងដាក់ហាលចំនួន2សប្តាហ៍ 2សប្តាហ៍ ចា10ថ្ងៃទៅ2សប្តាហ៍អាស្រ័យទៅលើតើយើងមានថ្ងៃប៉ុណ្ណាពលឺថ្ងៃព្រោះដោយសារតែពួកយើងហាលនៅនឹងជាមួយនឹងពលឺថ្ងៃ ចឹងមានថាការហាលគឺយើងអត់មានប្រើម៉ាស៊ីនសម្ងួតទេគឺយើងប្រើថ្ងៃសុទ្ធតែម្ដង ចាពួកយើងអត់តមានម៉ាស៊ីនសម្ងួតទេអញ្ចឹងយើងហាលជាមួយនឹងពលឺថ្ងៃដល់ប៉ុណ្្នឹងរួចយើងពេលដែលយើងយកមកដល់យើងធ្វើការឆ្ពង់កំប្លោកហ្នឹងចាឆ្ពង់កំប្លោកហ្នឹងគឺយើងប្រើ sponsor ដើម្បីឆ្ពង់វាដើម្បីយើងសម្រាប់សត្វល្អិតមួយចំនួនដែលនៅជាមួយនឹងកំប្លោកហ្នឹងហើយនឹងធ្វើឲ្យកំប្លោកហ្នឹងសជាងមុន បាទ អញ្ចឹងបន្ទាប់មកបានយើងរើសទៀតយើងត្រូវគួយកាត់ហើយនឹងរើសទំហំត្រូវដាក់ប៉ប៉ិនគ្នា បាទ ប្រហាក់ប្រហែលគ្នាឧទាហរណ៍ថាកំប្លោកតូចអញ្ចឹងសម្រាប់ធ្វើរបស់តូចយើងដាក់ម្ដុំ បាទ មធ្យមអញ្ចឹងសម្រាប់ធ្វើកាបូបយើងដាក់ម្ដុំ បាទ អាធំអញ្ចឹងសម្រាប់ធ្វើកាទៀលយើងដាក់វាម្ដុំដែរអញ្ចឹងយើងត្រូវការចំណាយពេលក្នុងការរើសវាទៀតបន្ទាប់មកបានយើងកាត់គល់កាត់ចុងយើងតម្រឹមវាហើយយើងរើសឆ្អឹងផ្សេងសាច់ផ្សេងទៀតអញ្ចឹងណា ឆ្អឹងឡើយទេបង ឆ្អឹងហ្នឹងគឺវានៅនេះដូចអូនឃើញនៅខាងក្នុងអញ្ចឹងអាត្រង់ភ្លឹងមកអញ្ចឹងណាអាហ្នឹងគេហៅឆ្អឹងអី អានឹងធ្វើពីគេដែរបង ពីកំប្លោកដូចគ្នា គាត់ថា គ្រាន់តែយើងរើសប្រភេទកំប្លោកខុសគ្នា អូខេ ចាឆ្អឹងហ្នឹងគឺយើងរើសយកកំប្លោករៀងរឹងហើយនឹងដែលយើងហៅថាវាពណ៌វាអត់ស្អាតដូចនៅខាងក្រៅបាទព្រោះដោយសារតែពេលដែលចូលទៅដល់ខាងក្នុងគឺយើងមើលអត់ឃើញទេដូចអានេះអញ្ចឹងគឺមើលអត់ឃើញទេវានៅខាងក្នុងតែម្ដង បាទ ហើយបន្ទាប់មកបានយើងយកវាមកក្រងហ្នឹងពេលដែលក្រងរួចបានយើងយកទៅដាក់ដេរអញ្ចឹងដេរនៅពេលដែលយើងភ្ជាប់កណាត់នៅខាងលើហ្នឹងគឺយើងដេរដោយដៃ ដោយដៃផ្ទាល់ ចាដោយដៃផ្ទាល់តែម្ដងគឺយើងយកវាមកភ្ជាប់នឹង ហើយពេលមកជាមិនដេរនឹងម៉ាស៊ីនបង
អាននេះដោយសារតែវាធំពេកយើងដេរនឹងម៉ាស៊ីនអត់កើតហើយវាអត់ស្អាតដោយសារតែវាចេញគ្នាតាមនេះអញ្ចឹងនៅពេលដែលយើងដេរដៃគឺយើងដេរលាក់កុំឲ្យឃើញមុខវានឹងចាអញ្ចឹងសម្រាប់កាបូបនេះមួយនឹងមួយអញ្ចឹងយើងអាចយើងធ្វើទាំងដេរទាំងអីផងខ្ទង់ប្រហែលជា5ម៉ោងចិត្តដល់ តែដេទេ ចាតែក្រងហើយនឹងដេរ ក្រងហើយនឹងដេ ចានិយាយទៅបាន product មួយ finish ហ្នឹងគឺខ្ទង់ប្រហែលជាប៉ុណ្្នឹងមក បាទ ចាបាទនេះវិញគឺមួយថ្ងៃលើសបានពួកយើង មួយថ្ងៃលើ ចា ផលលំបាកអីខ្លះមកការជួនហ្នឹង ផលលំបាកសម្រាប់ពួកយើងគឺបើសិនជាយើងនិយាយទៅពេលខែដែលភ្លៀងផ្អាប់បែបហ្នឹងគឺពិបាកមែនតើ បាទ នៅវាពិបាកតាំងពីការដែលយើងទៅកាត់កប៉ោយកមកបើសិនជាថ្ងៃបែបនេះគឺយើងហាលអត់បានទេ បាទ អញ្ចឹងគឺយើងទុកចោលហ្មងកប៉ោយើងនឹងអញ្ចឹងណា បាទ ហើយទីពីរមួយទៀតគឺនៅពេលដែលផ្អាប់ខ្លាំងពេកអញ្ចឹងកប៉ោដែលយើងអត់បានប្រើវាមានការលុបផ្សិតអញ្ចឹងទៅគាត់ថាផ្សិតហ្នឹងគឺពួកយើងអាចដុសសម្អាតបានទេអញ្ចឹងណាអញ្ចឹងបើសិនជាកប៉ោដែលយើងអត់បានធ្វើវិញពួកយើងយកវាទៅដុសនឹងសាប៊ូ បាទ ចាហើយយើងយកមកហាលម្ដងទៀតរួចបានយើងធ្វើឡើងវិញ បាទបង ចា នឹងបងចុងក្រោយបើសិនជាមានភៀវដែលគាត់ចង់កំងទិញតែគាត់អាចរកទិញឬក៏រកជាវបានតាមវិធីសាស្ត្រណាបង ពួកយើងមានលក់នៅលើ Facebook ដែរ Facebook page ចាpage របស់យើងគឺរុក្ខវិមល Handicraft បាទ ដែលនៅក្នុងនោះយើងមាន Telegram មានអីដែរហើយពួកយើងនិយាយទៅពួកយើងនឹងបញ្ជូនទៅឲ្យគាត់គ្រប់ទូទាំងក្រុងនៅក្នុងខេត្តនៅក្នុងប្រទេសយើងចានៅក្នុងខេត្តណាក៏យើងដឹកទៅបានដែរ បាទ ហើយមួយទៀតសម្រាប់ភាគច្រើនដែលកាបូបយើងមានហ្នឹងគឺបើសិនជាយើងមើលនៅខាងក្នុងវិញគឺពួកយើងប្រើសឹងរបស់ខ្មែរកណាត់ដែលជាសឹង ទាំងអស់ទាំងអស់ ចាភាគច្រើនដែលយើងមានលីគ្នាឲ្យមានជំរឿនសម្រាប់ភ្ញៀវអញ្ចឹងណា បាទបង ហើយដោយសារតែយើងលក់នៅនេះយើងមានភ្ញៀវបរទេសគាត់មកហើយភ្ញៀវខ្មែរក៏គាត់មកដែរគាត់ឃើញគឺគាត់ឆ្លាញ់ បាទ ចាដោយសារតែយើងប្រើដែលនៅក្នុងស្រុកយើងដែរ បាទ ចាហើយនិយាយទៅមកតួកាបូបហ្នឹងគឺយើងគិតមែនតើអញ្ចឹងណាដូច logo ដែលអូនឃើញហ្នឹងគឺយើងធ្វើពីក្រកកភ្លើង កងភ្លើង ចាគឺពួកគាត់វាយដៃហើយនឹងយើងមានស្បែកហ្នឹងគឺពួកយើងប្រើស្បែកដែលគេកោសនៅសល់កតិចដែលគេត្រូវបោះចោលហ្នឹង បាទបង ពួកយើងយកមក recycle ដែរចា ពីខាងណាដែរបង សម្រាប់ logo គឺយើងបានមកពីខាងភ្នំពេញកបោបខាងភ្នំពេញចាខាងបងប្រុសហ្នឹងដែលគាត់មានសម្បក ខាងរបស់គាត់ធ្វើអណ្ដាចា នឹងបងដោយសារតែពីដើមខ្ញុំភ្លេចសួរសំណួរមួយដែលសំខាន់ដែរ ចា ខ្ញុំចង់ដឹងពីចក្ខុវិស័យក៏ដូចជាបច្ចេកកម្មរបស់លោកខាក់ចឹងណាដែរបង ចាសម្រាប់ពួកយើងគឺយើងផ្ដល់ជំនាញទៅឲ្យស្ត្រីដែលយើងអាចធ្វើបានតាមដែលពួកយើងធ្វើបានអញ្ចឹងណាហើយយើងចង់ឲ្យគាត់ធ្វើការជុំគ្នាជាសហគមន៍ បាទ ហើយដោយសារតែពួកយើងនឹងអាចរីកចម្រើនបានជុំគ្នាអញ្ចឹងអនាគតទៅបងនឹងដោយសារតែពីមុនមកគឺនៅពេលដែលពួកយើងបង្រៀនស្ត្រីរួចយើងឲ្យគាត់ឯករាជ្យខ្លួនឯងអញ្ចឹងណាចាតែអនាគតទៅគឺពួកយើងនឹងព្យាយាមធ្វើការរួមគ្នាឡើងវិញនៅក្នុងវិស័យមួយនឹងអញ្ចឹងណា បាទ ហើយហ្នឹងហើយអ្វីដែលពួកយើងសង្ឃឹមហ្នឹងគឺគាត់អាចផ្ដល់ការសិក្សាមួយដែលសម្រាប់កូនគាត់ដែលខុសពីអ្វីដែលគាត់ទទួលបានតាមពីគាត់នៅក្មេងចា នឹងបងអរគុណច្រើនបងដែលបានចំណាយពេលវេលាជាមួយនឹងក្រុមការងារហើយក្នុងការណែនាំឲ្យខ្ញុំបាទដូចជាក្រុមការងារបានស្គាល់ពីអីទៅជារុក្ខហើយពីការច្នៃប្រឌិតការធ្វើយកប្រឡោកដែលយើងឃើញនៅតាមបឹងទន្លេសាបឬក៏នៅតាមតំបន់នានាយកមកប្រើប្រាស់ទៅជារបស់មួយដែលអាចថាប្រណិតដោយសារយើងធ្វើដោយដៃហើយមើលទៅវាផ្ចិតផ្ចង់មែនទេបងអរគុណច្រើនបងសម្រាប់ពេលវេលាថ្ងៃនេះបាទអរគុណ